បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនអស់គ្នាបាទនេះស្អែកថ្ងៃសិលពុកម៉ែបងប្អូនបាទនេះទៅមកពីកន្លែងជាងស្រោបពុកម៉ែបងប្អូនស្រោបប្រាក់ពុកម៉ែបងប្អូនហើយជាងឡូវកន្លែងនោះគាត់គេថាអត់ដែលស្រោបប្រាក់ពុកប្រាក់ឡើងថ្លៃតែចឹងទៅទិញសាច់ប្រាក់គាត់នេះឲ្យបានតែជីទៅទិញសាច់ប្រាក់សោបងប្រុសនៅខាងប៉ោយប៉ែតនេះជំរុំរបស់សីមានេះសីមាដែលលោកบอกបានឲ្យបងប្អូនព្រោះថាចុះសីមារបស់សីមានេះបើថាមិនងាយបានដែរបងប្អូនមិនងាយយកមិនទាន់គេត្រូវគ្នាបងប្អូនកិច្ចបងមិញតិចអញ្ចឹងបងប្អូនកិច្ចយកទៅមានលៀបមានជ័យហើយឆ្អឹងតែខ្លាធំបងប្អូនប្រុសខាងប៉ោយប៉ែត8ហ៊ុនបងប្អូនមកខាង8ហ៊ុនមកខាង7ហ៊ុន8នេះបងនេះបងប្អូននេះបងប្អូន8ហ៊ុនហើយមកខាង7ហ៊ុន8ខនាតធំបងប្អូនលំដាប់ VIP បាទឆ្អឹងខ្លានតែហើយទាំងនេះទាំងសាច់ទាំងអីហ៎បងប្អូននេះសាច់ទេអត់បកចេញទេហើយសាច់ទេមានក្លិនបងប្អូនមានក្លិនទេគេហៅឈ្មោះទៅក្លិនដែរបាទមានក្លិនស្អុយទេក្លិនឈ្ងុយឈ្ងប់បងប្អូនព្រោះបាញ់ទឹកអប់បាញ់អីបងប្អូននេះឆ្អឹងខ្លានដែតខនាត VIP បងប្អូនខនាតដាប់8ហ៊ុននេះបងប្អូនបងប្អូននេះគាត់នេះគាត់ដឹងហើយឆ្អឹងខ្លាប្រភេទឆ្អឹងខ្លានដែតក្នុងផ្លូវជំនឿខាងអស៊ីបងប្អូនហើយភាគថាអ្នកខ្លះឆ្អឹងណាក់ដែតនេះគឺថាអ្នកខ្លះគាត់មិនសូវស្គាល់អញ្ចឹងបងប្អូនហើយព្រោះភាគច្រើនអត់សូវមានបងប្អូនឆ្អឹងខ្លានដែតនេះអញ្ចឹងបងប្អូនអ្នកខ្លះគាត់មានចង្គមខ្លាពីពីគូតែគាត់អត់មានឆ្អឹងប៉ែតដាឬក៏អ្នកខ្លះគាត់មានដែរតែគាត់អត់ចង់ប្រើឬក៏មិនអញ្ចឹងបងប្អូនតាមនិស័យតែឆ្អឹងដែតខ្លានេះសម្រាប់ខ្ញុំមើលថាបងតែគាត់ពឹងឲ្យខ្ញុំជួយរកឲ្យអញ្ចឹងណាប្រហែលអ្នកបងប្អូនភាគច្រើនគាត់ប្រាប់មកវិញថាយកទៅល្អបងប្អូនខាងអុកស៊ីអញ្ចឹងបងប្អូនបាទហើយត្រូវបងប្រុសម្ចាស់របស់នេះដែរបាទគាត់ភាគច្រើនគាត់ចូលចិត្តរបស់កាយអូឡំកាយត្រូវកាយថាបានបងប្អូនគាត់ចូលចិត្តថាដូចជាប្រភេទចង្គមខ្លាចង្គមតោបងប្អូនហើយក៏ជាខ្ញុំចង្គមខ្លាធំចង្គមតោកញ្ចក់ខ្លាអញ្ចឹងបងប្អូនសាក់ខ្លាត VIP លំដាប់បងប្អូនសាក់ខ្លាត8ហ៊ុនជាង9ហ៊ុនអញ្ចឹងបងប្អូនហើយគាត់ជាវចាក់ខ្លែតខ្លាមគូបងប្អូនហើយចឹងតែខ្លាងដែរក្នុងផ្លូវជំនឿខ្ញុំសុំ3ខែចិនណាហើយchannel មួយនោះគាត់និយាយដែរខាងខ្សែចិនហុងស៊ុយគេក៏គេថាឲ្យរកឆ្អឹងសម្រាប់អ្នកស៊ីឲ្យរកឆ្អឹងខ្លែងតានេះបានអញ្ចឹងបងប្អូនវាតែដោះវាថាតែវាថាតែបងប្អូនវាអត់ចេះលិចហើយអញ្ចឹងតែវាកាន់តែឡើងបងប្អូនទីពងអញ្ចឹងពងឡើងទឹកអញ្ចឹងវាអត់ចេះនៅក្រោមទឹកទេវាតែពាក្យថាតែគឺតែទៅបងប្អូនអត់ចេះនៅក្រោមដូចជាកញ្ញុងតែទឹកអីក៏អីចឹងបងប្អូនគេក្នុងផ្លូវជំនឿគេថាស៊ីខាង60ចឹងបងប្អូនតែដោះតែឡើងចឹងមិនងាយលិចចឹងបងប្អូនហើយណាជាស្រ័យដែរបងប្អូននេះវាចំយកផ្សាយគាត់មិនប្រញាប់មិនភ្លៀងចឹងព្រោះស្អែកថ្ងៃសិលផងក៏ចង់បាត់ផ្សាយថ្ងៃនេះស្អែកថ្ងៃសិលបងប្អូនហើយគាត់បាញ់លុយអត់មកមួយថ្ងៃបងប្អូនតែឡៃស្រោបបងប្អូនហើយស្រោបជាអត់មានប្រាក់អត់មានអីឥឡូវវាភាគច្រើនគេស្រោបកាក់នេះកាក់សបងប្អូនហើយណុកតែចឹងជាអត់ដែរយកប្រាក់មកហើយតិចសាច់ប្រាក់ឲ្យជាងស្រោបជួយស្រោបឲ្យយកតិចមកតែមួយជីស្រោបអត់ហ្នឹងហើយបងប្រុសតាមពិតគាត់ចង់បានប្រទេសធំបងប្អូនហើយឆាបដូចកាខ្នាយពិសេសគាត់ជាវខ្ញុំនោះគាត់ឲ្យចិត្តចឹងបងប្អូនចិត្ត
ស្រុបប្រាក់ចិត្តចឹងណាព្រោះខាគាត់បាក់សំបីគាត់ស្រោបលេងស្រោបជង្គង់ខ្លាធំលេងគាត់យកគេស្រោបលេងស្រោបអ្នកស្រោបធ្វើបែកហើយអត់មានវាថាអត់មានចៃអត់មានតួទំនួលខុសត្រូវសោះចឹងប្រតែគាត់អ្នកចិត្តធေါ်ព្រោះសើគេផ្សេងគេឲ្យសងបងប្អូនរបស់សំខាន់វាថាសំខាន់របស់គេពងពេញស្រឡាញ់បងប្អូនហើយក៏មានថោកបងប្អូនជង្គង់ខ្លាធំ8ហ៊ុនជាងហ្នឹងបងប្អូនគិតមើលគេធ្វើបែកឲ្យរបស់គេស្រឡាញ់បងប្អូនសំខាន់តម្លៃគេអញ្ចឹងថាសំខាន់របស់គេស្រឡាញ់ឲ្យគិតមើលហើយគាត់ថាគាត់អត់ថាអីតែចឹងធម្មតាវាថាហ្នឹងសំខាន់គាត់អ្នកមានចិត្តបុណ្យចិត្តវាថាចិត្តជាបងប្អូនអ្នកខ្លះគេនេះស្រោបយកលុយគេពេញថ្លៃឲ្យទៅធ្វើបែកហ្នឹងអត់មានសុំទោសសុំអីម្ចាស់គេថាធ្វើធម្មតាចឹងបងប្អូនបានតែប៉ុណ្្នឹងទេបងប្អូននិយាយតែនិយាយវិញចេះតែមុខទៅក្រោយខ្ញុំនិយាយស្រ័យម៉ែឲ្យបងប្អូននឹងវីដេអូមុនដូចខ្ញុំនិយាយវីដេអូមុនវាថានិយាយផ្សិលមិញនេះវាយើងដូចមិនទេបងប្អូនមែនថានេះអញ្ចឹងក៏ចេះតែផុសលេងអញ្ចឹងបើពុកម៉ែបងប្អូនដែលទស្សនាវីដេអូខ្ញុំផុសហ្នឹងបើថានិយាយទៅរៀងដូចនេះអញ្ចឹងពុកម៉ែបងប្អូនអាស្រ័យស្រ័យផងបាទហើយនឹងមានតែប៉ុណ្្នឹងពុកម៉ែបងប្អូននេះហើយចាំចេញវីដេអូក្រោយចាំមានខ្នាយមានអីបង្ហាញទៅបងប្អូននេះប្រញាប់យកឲ្យបងប្រុសមានទៅធ្វើកិច្ចគាត់ហើយបាទឲ្យធ្វើកិច្ចនេះខ្ញុំមានជាគ្រូជាអីទេពុកម៉ែបងប្អូនខ្ញុំគ្រាន់តែថ្មីម្នាក់បាទធ្លាប់បានបួសរៀនតិចតួចអញ្ចឹងណាពុកម៉ែបងប្អូនហើយចេះចាំធម៌តិចតួចឯងពុកម៉ែបងប្អូនចឹងតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនបាទហើយសូមអរគុណសូមជម្រាបលាហ្នឹងពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ឬក៏ចង់សួរអីអាចតាក់ទងមកតាមលេខខ្ញុំបានបាទចាំខ្ញុំដាក់លេខ Telegram ជូនឲ្យបងខ្លះក៏ទេមកខ្ញុំបានលើគាត់ខឹងអញ្ចឹងពុកម៉ែបងប្អូនហើយខ្ញុំតែងតែប្រាប់ថាបងដែលតាមវីដេអូខ្ញុំតែងតែខ្ញុំតែងតែនិយាយថាខ្ញុំធ្វើការងារអញ្ចឹងណាបងខ្ញុំផ្សេងអញ្ចឹងពុកម៉ែបងប្អូនខ្ញុំមានអ្នករីរកស៊ីអាជីពឯខាងនេះអញ្ចឹងបើទេមកខ្ញុំការខ្ញុំចោតរវល់អីអញ្ចឹងខ្ញុំបានលើកអញ្ចឹងពុកម៉ែបងប្អូនអធិស្ឋានពុកម៉ែបងប្អូនថាពាក្យច្រើនបតេពាក្យច្រើនតនេថាតងជាល្ងាចពុកម៉ែបងប្អូនល្ងាចនឹងខ្ញុំតនេអញ្ចឹងពេលថ្ងៃខ្ញុំតនេខ្ញុំតបឲ្យពុកម៉ែបងប្អូនឲ្យបើតាម Telegram ខ្ញុំតនេដៃខ្ញុំចូលមើលខ្ញុំតបអញ្ចឹងពុកម៉ែបងប្អូនបើថាបើសិនជាអ្នកណាថាទេមកថាយើងជាឧទាហរណ៍ថាខ្ញុំជាអ្នកលក់ដូរខាងហ្នឹងហើយបើអ្នកលក់ដូរបើគេទេមកមិនតបមិនលើកអញ្ចឹងតើលក់ដូរយ៉ាងម៉េចអញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងអធិស្ឋានអញ្ចឹងពុកម៉ែបងប្អូនដោយសារខ្ញុំនិយាយសារមានបងប្រុសម្នាក់ក៏ទេមកលំម៉ាដងហើយពេលហ្នឹងខ្ញុំចោតពុលហើយខ្ញុំបានលើពេលមួយថ្ងៃក៏ទេមកខ្ញុំថារៀបទេទៅលេខវិញដែរក៏ទេមកគាត់ថាជុំអ្នកឲ្យស៊ីរឹកម៉េះទេមិនលើទេអញ្ចឹងហើយខ្ញុំក៏ប្រាប់គាត់តាមហ្នឹងទៅតែជាគាត់តាមវីដេអូខ្ញុំអញ្ចឹងពុកម៉ែបងប្អូនបាទអញ្ចឹងមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបាទហើយបើនិយាយទៅមានលុះខ្វះខាតអីសូមអធិស្ឋានផងបាទធ្វើម៉េចបើធម្មជាតិរបស់ខ្ញុំតែប៉ុណ្្នឹងពុកម៉ែបងប្អូននិយាយទៅរៀងមុខទៅគួយទៅមុខគួយឲ្យតែនិយាយម្នាក់ឯងគឺអញ្ចឹងពុកម៉ែបងប្អូនបើសិនជាឧទាហរណ៍ថាជួបគ្នាឬក៏និយាយតាមទូរស័ព្ទតាមឆាតអីអាហ្នឹងយើងអាចពិភាក្សាគ្នាបានពុកម៉ែបងប្អូនអញ្ចឹងឆ្លើយឆ្លងបើខ្ញុំនិយាយហៅថាថតវីដេអូនិយាយម្នាក់ឯងខ្ញុំដូចជាមិនពុកម៉ែបងប្អូនវាថារត់នឹកអត់ឃើញពុកម៉ែបងប្អូនវាថានឹកទៅមុខក្រោយទៅមុខទៅក្រោយបាទអញ្ចឹងអរគុណពុកម៉ែបងប្អូនសូមអរគុណសូមជម្រាបលាបាទ